ខ្ញុំឆ្ងល់មួយទៀតអ្នកជំងឺដែលខ្ញុំនៅខេត្តអញ្ចឹងអ្នកជំងឺខ្លះគាត់នៅភ្នំពេញឬក៏គាត់នៅខេត្តផ្សេងអាហ្នឹងនៅខេត្តផ្សេងគឺគាត់ផ្ញើលុយឲ្យគាត់យើងផ្ញើបានទៅណាប៉ុន្តែអ្នកនៅភ្នំពេញខ្ញុំឆ្ងល់ថាហើយនៅភ្នំពេញឬក៏អ្នកជំងឺខ្លះទៀតមួយចំនួនតូចគាត់គាត់ថាចាំថ្នាំដល់ដៃចាំបាញ់លុយទៅលោកគ្រូនិយាយថាខ្ញុំអត់មែននៅភ្នំពេញទេបើបងនៅភ្នំពេញឬសម្រាប់អ្នកនៅភ្នំពេញអញ្ចឹងបើខ្ញុំនៅភ្នំពេញផ្ទាល់អាហ្នឹងខ្ញុំដាក់សេវា COD តាមរយៈបុណ្យធម៌អញ្ចឹងទៅអាហ្នឹងគាត់ដឹកទៅអាហ្នឹងគិតលុយពីអ្នកជំងឺហ្នឹងហើយបានគេខាងក្រុមហ៊ុនគេផ្ទេរឲ្យខ្ញុំប៉ុន្តែខ្ញុំនៅខេត្តអញ្ចឹងសេវាហ្នឹងគឺអត់មានទេហើយមួយទៀតបងប្អូនខ្លះទៀតដែលនៅខេត្តហើយនឹងជាពិសេសអ្នកនៅភ្នំពេញហ្នឹងគឺគាត់បងប្អូនខ្លះគាត់នៅភ្នំពេញហ្នឹងក៏គាត់អ្នកជំងឺហ្នឹងគឺគាត់ខ្លាចចេះខ្លាចចោះមិនហ៊ានទិញខ្លាចបោកហើយនៅអ្នកខ្លះខ្ញុំសួរទៅតើគេបោកក៏បោកអីវ៉ាន់អីគេគ្រឿងឡានទៅហៅអីវ៉ាន់អនឡាញអីចឹងទៅហើយខ្ញុំលក់ថ្នាំពេទ្យខ្ញុំមិនមែនលក់កៅអស់នឹងលក់អីវ៉ាន់គ្រឿងឡានស្អីដែលត្រូវបោកគេបានទេខ្ញុំលក់ជាប្រភេទថ្នាំព្យាបាលជំងឺជួយមនុស្សខ្ញុំទទួលលុយមែនប៉ុន្តែខ្ញុំព្យាបាលថ្នាំព្យាបាលជំងឺជាមិនមែនព្យាបាលជាទេគឺខ្ញុំដូចជួយគេអញ្ចឹងតាមគឺមានប្រសិទ្ធភាពហើយបងប្អូនខ្លះទេចេះតែខ្លាចមិនហ៊ានវេលុយហើយមិនហ៊ានវេលុយអាហ្នឹងរឿងរបស់ខ្លួនឯងពីព្រោះខ្លួនឯងមិនហ៊ានវេលុយមិនហ៊ានទុកចិត្តមិនហ៊ានចំណាយអាហ្នឹងខ្លួនឯងហើយនៅមានជំងឺទុកខ្លួនឯងឈឺខ្លួនឯងវេទនាខ្លួនឯងមិនមែនខ្ញុំអ្នកឈឺទេគឺអ្នកទាំងអស់គ្នាអ្នកឈឺគឺអ្នកជំងឺដែលគាត់បានឈឺនេះគឺគាត់ជាអ្នកឈឺខ្លួនឯងទ្រាំខ្លួនឯងឲ្យខ្លួនឯងខ្ញុំមិនមែនអ្នកឈឺទេគិតមើលខ្លួនឯងច្បាស់ទៅបើចង់ព្យាបាលមិនខ្លាចទេមុខខ្ញុំប៉ិនជាងវិហារប៉ុណ្ណឹងហើយនៅខ្លាចទៀតនឹងនិយាយថាម៉េចទេហើយចំពោះថ្នាំវាប្រសិទ្ធភាព 100% មិនមែនលំដូចគេនិយាយឲ្យតែបានឲ្យតែគេជឿដូចគេទេបងប្អូនច្រើនតែគាត់ស្គាល់ខ្ញុំហើយប្រើហើយគឺច្រើនមែនតើរត់មិនអស់ទេអ្នកខ្លះទីគាត់លៀបជាហើយអីហើយគាត់ណែនាំអ្នកផ្សេងចឹងទៅគេមកប្រើគាត់ទៅទិញតពីខ្ញុំប្រើចឹងណាបងប្អូនខ្លះទៀតគឺគាត់អញ្ចឹងហើយបងប្អូនខ្លះទៀតគាត់ជាទៅគាត់ស្ងាត់ទៅហើយបងប្អូនខ្លះទៀតខ្ញុំចង់និយាយថាខ្ញុំនិយាយវីដេអូក្រោយខ្ញុំនិយាយតែប៉ុណ្្នឹងទៅសម្រាប់វីដេអូនេះអរគុណច្រើនសម្រាប់ការមើល